بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين سيدنا محمد وعلى آله وأصحابه أجمعين أما بعد السلام عليكم ورحمة الله وبركاته ជីវប្រវត្តិនប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនប៊ីមុហമ്മദ്គឺជានប៊ីថែមទាំងរ៉ូសូលចុងក្រោយបង្អស់ហើយនប៊ីមុហമ്മദ്ទៀតសោតជាជនជាតិអារ៉ាប់ដែលមានអំបូរមកពីអារ៉ាប់កូរ៉ាសនិងជានប៊ីដែលអាហ្វតលប្រសើរលើសនប៊ីព្រមទាំងរ៉ូសូលដទៃទៀតម្យ៉ាងវិញទៀតស្រីអាត់នប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំជាស្រីអាត់អមតៈមួយដែលគង់នៅឋិតថេររហូតដល់ថ្ងៃរលាយលោកក្រោយនប៊ីមុហമ്മദ്គ្មានអ្នកណាហ៊ានអះអាងថាខ្លួនជានប៊ីឡើយគ្មាននប៊ីទៀតឡើយបើអ្នកណាហ៊ានអះអាងថាខ្លួនជានប៊ីឬជារ៉ូសូលជននោះគឺជាជនកុហកទាំងអ្នកអះអាងទាំងអ្នកជឿសុទ្ធតែខ្លាយខ្លួនទៅជាជនមុរតាត់គឺចេញពីអាកាមាអ៊ីស្លាមដោយស្វ័យប្រវត្តិពុជអំបូរខាងឪពុកនប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនប៊ីមុហമ്മദ്ជាកូនអាប់ឌុលឡោះកូនអាប់ឌុលមូតាលីបកូនហាឈីមកូនអាប់ឌីម៉ាណាហ្វកូនគូសៃកូនគីឡាបកូនម៉ារ៉ោះកូនកាអាប់កូនលូអៃកូនហ្គាលីបកូនហ្វេះរិនកូនម៉ាលីកកូនគីណាណាកូនគូសៃម៉ាកូនមុតរីកាកូនអ៊ីលយ៉ាសកូនម៉ាដារកូនណាសារកូនម៉ាអាតកូនអាដណានពុជពងខាងម្ដាយនប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមុហമ്മദ്កូនអាមីណាកូនវ៉ាហាប់កូនម៉ាណាហ្វកូនហ្សាហ្រ៉ោះកូនគីឡាបដោយដែលត្រូវបានរៀបរាប់រួចនៅក្នុងខ្សែស្រឡាយរបស់ឪពុកនប៊ីយើងខាងលើថ្ងៃខែកំណត់នប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនប៊ីមុហമ്മദ്កើតនៅថ្ងៃច័ន្ទទី12ខែរ៉ប៊ីអ៊ុលអាវ៉ាល់ត្រូវនឹងថ្ងៃទី20ខែមេសាឆ្នាំ571គ្រិស្តសករាជឬឆ្នាំដំរីការស្លាប់របស់ឪពុកម្ដាយនប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅពេលដែលនប៊ីមុហമ്മദ്ចាប់កំណើតក្នុងផ្ទៃម្ដាយទើបតែបាន2ខែប៉ុណ្ណោះឪពុករបស់គាត់ស្លាប់ខណៈពេលដែលគាត់កំពុងតែធ្វើដំណើរវិលត្រឡប់មកពីប្រទេសសាមដែលសពថ្ងៃគេហៅថាប្រទេសសេរីដែលគាត់អាប់ឌុលឡោះជាអ្នកប្រកបមុខរបរជំនួញម្នាក់ហើយសពរបស់គាត់ត្រូវបានគេបញ្ចុះនៅឯទីក្រុងម៉ាឌីណាជួនពេលដែលគាត់ឈៀងចូលស្នាក់នៅទីនោះដើម្បីសម្រាកពីការនឿយហត់ក៏ស្រាប់តែគាត់ធ្លាក់ខ្លួនឈឺនៅទីនោះទៅមរណភាពរបស់ម្ដាយនប៊ីយើងមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអាមីណាម្ដាយនប៊ីបានលាចាកលោកនេះទៅនៅពេលដែលនប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទើបតែមានអាយុ6ឆ្នាំប៉ុណ្ណោះស្របពេលដែលអាមីណាកំពុងតែត្រឡប់មកពីស្រុកម៉ាឌីណាវិញនិងកំពុងតែស្នាក់នៅឯកន្លែងមួយដែលមានឈ្មោះថាអាប់វ៉ាក្នុងគោលបំណងនាំនប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទៅទីនោះដើម្បីសួរសុខទុក្ខញាតិសាឡូហាត់ក៏ដូចជាមានបំណងចង់ណែនាំកូននប៊ីមុហമ്മദ്ឲ្យបានស្គាល់កន្លែងគូពោតភ្នោឪពុកដែលត្រូវបានគេគូពោតនៅទីនោះផងដែរក្រោយពីម្ដាយនប៊ីបានស្លាប់ទៅនប៊ីមុហമ്മദ്ត្រូវបានជីតារបស់គាត់ឈ្មោះថាអាប់ឌុលមូតាលីបយកទៅចិញ្ចឹមលុះដល់នប៊ីមុហമ്മദ് សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមានអាយុ8ឆ្នាំស្រាប់តែជីតានោះក៏ស្លាប់ទៀតបន្ទាប់មកឪពុកមាឈ្មោះអាប៊ូតាលីបក៏យកទៅចិញ្ចឹមជាបន្តរហូតដល់ធំពេញវ័យនៅពេលដែលនប៊ីមានអាយុ12ឆ្នាំគាត់ត្រូវបានឪពុកមាឈ្មោះអាប៊ូតាលីបនាំទៅប្រទេសសាមប្រទេសសេរីដើម្បីបង្ហាត់បង្រៀនក្មួយឲ្យចេះរកស៊ីជាអ្នកជំនួញនៅពេលដែលនប៊ីមានអាយុ25ឆ្នាំគាត់ក៏បានទៅប្រទេសសេរីម្ដងទៀតដែលជាលើកទី2ក្នុងនាមជាដង្ខៅរងជួសមុខឲ្យស៊ីទីខឌីយ៉ាទៅលក់នៅទីនោះក្រោយការវិលត្រឡប់មកវិញដោយទទួលបានផលកម្រៃដ៏ច្រើនសន្ធឹកសន្ធាប់មកជាមួយផងនោះនប៊ីយើងក៏ត្រូវបានស៊ីទីខឌីយ៉ាពេញចិត្តជាខ្លាំងរហូតស៊ីទីខឌីយ៉ាយល់ព្រមរៀបការជាមួយនប៊ីហើយនប៊ីក៏បានសម្រេចចិត្តឲ្យមីរបស់គាត់ចូលស្ដីដណ្ដឹងស៊ីទីខឌីយ៉ាដែលជាកូនស្រីរបស់ខូវៃលេតខឌីយ៉ាជាស្ត្រីមេម៉ាយម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេនិងមានពូជអំបូរខ្ពង់ខ្ពស់ថ្លៃថ្នូរទៀតផងនៅក្នុងទីក្រុងម៉ាកានៅពេលដែលនប៊ីមានអាយុ35ឆ្នាំមានហេតុការណ៍ទំនាស់យ៉ាងស្មុគស្មាញមួយ
បានកើតឡើងនៅក្នុងទីក្រុងម៉ាកាដោយសារតែការទំនាស់បានបណ្ដាលឲ្យរលំជញ្ជាំងកាបា ពួកគេបានប្រមូលផ្ដុំគ្នាមកពីគ្រប់កុលសម្ព័ន្ធនិងអំបូរនានានិងបកពួកទាំងឡាយដើម្បីធ្វើការជួសជុលកាបាដែលទទួលរងនៅការខូចខាតសារជាថ្មីឡើងវិញក្រោយការជួសជុលចប់សពគ្រប់ជាស្ថាពររួចមកបកសម្ព័ន្ធអារ៉ាប់ទាំងនោះកើតរឿងមិនចេះចុះសម្រងគ្នាអំពីថាតើអ្នកណាជាអ្នកសមនឹងលើកថ្មមួយដុំដែលមានឈ្មោះថាហាជារ៉ះអាស្វាតទៅដាក់ឲ្យចំកន្លែងដើមវិញនោះគ្រប់ក្រុមសុទ្ធតែមានបំណងចង់បានតួនាទីនោះសម្រាប់ក្រុមរបស់ខ្លួនដោយក្រុមនីមួយៗអះអាងថាមានតែក្រុមខ្លួនប៉ុណ្ណោះទេដែលស័ក្តិសមដើម្បីធ្វើការនោះភាពមិនចេញមិនឈ្នះនេះបានបន្តអូសបន្លាយរហូតដល់ពោពេញទៅដោយភាពសាំញ៉ាំស្មុគស្មាញពិបាកនឹងរកវិធីដោះស្រាយស្របពេលនោះនប៊ីមូហាម៉ាត់ត្រូវបានការឯកភាពពីគ្រប់កលសម្ព័ន្ធទាំងអស់ដើម្បីផ្ដល់នូវការពេញចិត្តក្នុងការធ្វើជាអ្នកសម្របសម្រួលកិច្ចការខាងលើដោយគ្មានការជំទាស់ពីក្រុមណាមួយឡើយព្រោះពួកគេយល់ឃើញថាមនុស្សដូចនប៊ីមូហាម៉ាត់នេះមិនដែលមានរឿងរ៉ាវជាមួយអ្នកណាសូម្បីតែបន្តិចពោលជាមនុស្សទៀងត្រង់ត្រឹមត្រូវគួរឲ្យទុកចិត្តជាទីបំផុតដោយសារតែភាពឆ្លាតវៃនិងប៉ិនប្រសប់របស់នប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងពោពេញដោយសមត្ថភាពនោះគាត់ក៏នឹកឃើញវិធីមួយដែលគ្មានអ្នកណាម្នាក់នឹងនឹកឃើញនិងនឹកស្មានដល់សោះដោយនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានចាប់យកថ្មហាជារ៉ះអាស្វាតដោយដៃគាត់ផ្ទាល់ហើយយកទៅដាក់ពីលើក្រណាត់ដ៏វែងមួយផ្ទាំងបន្ទាប់មកនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏អញ្ជើញតំណាងគ្រប់ក្រុមទាំងអស់ដើម្បីមានតួនាទីគ្រប់គ្នាក្នុងការសែងហាជារ៉ះអាស្វាតទៅដាក់ចំកន្លែងដើមវិញនោះនៅពេលនប៊ីមូហាម៉ាត់មានអាយុ40ឆ្នាំអល់ឡោះតែងតាំងនប៊ីមូហាម៉ាត់ឲ្យធ្វើជារ៉ាសូលមុនពេលទទួលវ៉ាហ៊ីនប៊ីមូហាម៉ាត់បានយល់សពនៅការយល់សពមួយដែលជាទម្លាប់តែងតែកាត់ឡើងចំពោះនប៊ីរៀងមកដែលគេតែងតែហៅថារូយ៉ាតុសសាលីហាក្រោយមកនប៊ីមូហាម៉ាត់មានចំណងចំណូលទៅរកកន្លែងស្ងប់ស្ងាត់ដាច់ពីមនុស្សដើម្បីពួនសំងំគោរពប្រណិប័តធ្វើអ៊ីបាដាតម្នាក់ឯងក្នុងរោងភ្នំមួយដែលមានឈ្មោះហៅថាលាអាងភ្នំអាល់ហ៊ីរ៉ានៅក្នុងភ្នំនូរឯការគោរពប្រណិប័តនៅពេលនោះគឺធ្វើទៅតាមការធ្វើរបស់នប៊ីយើងអ៊ីប្រាហ៊ីមអាឡៃសាឡាមតុវ៉ាសាឡាមវេលាថ្ងៃមួយនៅពេលដែលនប៊ីមូហាម៉ាត់កំពុងតែឈរនៅក្នុងលាអាងភ្នំក៏ស្រាប់តែម៉ាឡាអ៊ីកាត់ទេវតាជីប្រូអែលក៏បានបន្លឺសំឡេងទៅកាន់នប៊ីមូហាម៉ាត់ថាអូមូហាម៉ាត់ចូលអ្នកសប្បាយចិត្តចុះខ្ញុំគឺជាជីប្រូអែលឯចំណែកលោកវិញអល់ឡោះស៊ុបហានូវតាអាឡាបានតែងតាំងលោកជារ៉ាសូលសម្រាប់អ៊ូម៉ាត់នេះចាប់ពីពេលនេះតទៅបន្ទាប់មកជីប្រូអែលបានបន្លឺសំឡេងខ្លាំងថាអ៊ីក្រអ៊ីស្មីរ៉ាពីកាឡាទីខឡករហូតចប់សូរ៉ះនោះក្រោយមកជីប្រូអែលបានបាត់ស្រមោលពីមុខនប៊ីមូហាម៉ាត់ទៅនោះនប៊ីមូហាម៉ាត់ក៏ស្ទុះចេញពីលាអាងភ្នំក្នុងគោលបំណងត្រឡប់ទៅផ្ទះរបស់គាត់វិញដើម្បីយកដំណឹងដែលបានកើតឡើងនេះប្រាប់ដល់ប្រពន្ធគាត់ខូទីយ៉ាបន្ទាប់មកខូទីយ៉ាក៏បានប្រាប់ហេតុការណ៍នោះបន្តដល់ជីដូនគាត់ឈ្មោះវ៉ារ៉ាកោះប៊ីនណៅហ្វាល់ដែលគាត់នេះជាចាស់ទុំម្នាក់ដែលធ្លាប់មានបទពិសោធន៍ក្នុងការចម្លងគីតាបអ៊ីនជីលនិងមានការយល់ដឹងជ្រៅជ្រះខណៈនោះវ៉ារ៉ាកោះក៏យល់យ៉ាងច្បាស់ប្រកាសថាមូហាម៉ាត់ប្រកាសជាត្រូវបានទទួលតំណែងជារ៉ាសូលហើយពេលនេះវបិលឡាហ៊ីតៅហ្វីកវលហ៊ីដាយ៉ាវ៉ាស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍